số thế tôi cho mọi ngày khai cho năm cầm nào bằng mặt trà tràng để xây này trà nhưng xong này non tại tao cho mọi tặng chờ đọc bạc quạt là sao là không tràng để xây bạc quạt mùi rồi dạ bè hái viêm mình ẩm nào thờ để thôi còn chơi tầm miền bánh ha chọp rang steak lăng tam đòn để sao rồi ngày cứ không prắng ban tay cả ta mình được hè để sao cả ta mình được không prắng từ ai cho mà đo sập ngày bà dân chị cả ta mình được ọt không prăng păng tay lơ cả ta mấy cứ sâu tay mà đòn chà chắc nhâm vậy bị chùm này khăn ba mà cha tràng để xây cha cha tràng để xây chỉ mình nụ đài cho chất son tập hiệp cha cua xóm hẹn cái đấy vây chát hay coi cho mình nụ bạc cài để là sâu này được tay đài con mình chất tuần cha mỗi tiết quạt chỉประเภทมนุษย์ได้បើសិនជាគាត់ចង់ធ្វើអីគឺគាត់មានការបដិញ្ញាចិត្តដើម្បីធ្វើចាតែនៅក្នុងតារារិស័យរបស់គាត់គឺគាត់មានផ្កាយឯកោធ្វើឲ្យគាត់ជាមនុស្សដែលរៀងតែចេះរឹងរូសចាអាហ្នឹងដោយសារយើងជាប់ផ្កាយហ្នឹងណាអញ្ចឹងពេលខ្លះក៏មានអំណួតលើខ្លួនឯងអញ្ចឹងធ្វើឲ្យយើងគប់សំនឹងមួយរយៈពេលនេះចាជីវិតរបស់យើងមិនជាអំណោយផលប្រមាណទេអញ្ចឹងតើតើជាមួយនឹងចំណុចខ្សោយរបស់យើងជាមនុស្សដែលចិត្តទុនពេកខ្ញុំតែងតែនិយាយថាចិត្តល្អជាបុណ្យចិត្តទុនជាគ្រោះអញ្ចឹងចំណុចខ្សោយរបស់យើងជាមនុស្សដែលចិត្តទុនចាខ្វាយខ្វល់ច្រើនចាហើយរៀងរុញរាมันសូវជាប្រកបនៅក្នុងចិត្តពេលខ្លះក៏យើងជាមនុស្សដែររៀងចាយវាយើងខ្ជះខ្ជាយបន្តិចចាហើយក៏ប្រកែកនឹងពឹងពាក់អ្នកដទៃអញ្ចឹងអានឹងជាចំណុចខ្សោយរបស់យើងបើយើងដឹងចាយើងត្រូវតែកំណត់ខ្លួនឯងតែប្រភេទរិស័យដែលគាត់ជាប្រភេទឃ្លាំងដីចាគាត់ប្រកែកសំតកតងជាមួយនឹងរបស់របរដែលគាត់បានមកហើយចាពេលខ្លះក៏សាមពេលខ្លះក៏ចាយរិស័យរបស់គាត់គឺចាយក៏ចាយរកក៏រកទុកក៏ទុកចាពេលខ្លះអត់យល់ពីខ្លួនឯងដែរចាមួយទៀតតកតងជាមួយនឹងធាតុរបស់គាត់ជាធាតុទូខ្លួនរបស់គាត់ជាមនុស្សដែលពូកែបត់បែនណាជាមនុស្សដែលពូកែបត់បែនហើយជាមនុស្សដែលឆ្លាតហើយមានការប្រកួតប្រជែងសម្រាប់ខ្លួនឯងនឹងតែម្ដងអញ្ចឹងយើងមានចំណុចខ្សោយតិចតួចតែយើងក៏មានជាមនុស្សដែលមានចំណុចខ្លាំងដែរប៉ុន្តែមួយរយៈពេលនេះដោយសារដំណើរវ័យចររបស់យើងมันជាអំណោយផលធ្វើឲ្យយើងมันសូវជាទទួលបានការគោរពពីមនុស្សជុំវិញខ្លួនឬក៏ធ្វើអីទៅมันសូវជាបានផលចាអញ្ចឹងនៅក្នុងឆ្នាំ2025នេះគឺរិស័យរបស់គាត់ល្អខ្លាំងតែម្ដងណាចាប់ផ្ដើមបើកចាប់ពីពេលវេលាហ្នឹងទៅចាលែងដូចមុនហើយអារម្មណ៍ក៏ស្រឡះជាងមុនចាខ្ញុំបានណូតដែរខ្ញុំដាក់បើកទំព័រនៃជីវិតថ្មីចាសម្រាប់អ្នកដែលគាត់มันជាមានដំណើរជីវិតมันសូវជាផ្សំប្រកបគិតអីធ្វើអីភាគច្រើនជួបបញ្ហាមនុស្សជុំវិញខ្លួនมันសូវជាឲ្យតម្លៃកំបាក់ទឹកចិត្តបងប្អូនទាំងអស់គ្នាពេលខ្លះដំណើរវ័យចោរបស់យើងវាមានរយៈពេលចាបើសិនជាវាមានឆ្នាំត្រឹមឆ្នាំវាមិនអីទេតែបើសិនជាវាមានដល់ពេលយូរចាដូចវ័យចោដល់តែ10ឆ្នាំជាពេលវេលាមួយអ្នកខ្លះបាក់ទឹកចិត្តខ្លាំងគាត់អាចនឹងគិតខ្លីចាដោយសារមនុស្សជុំវិញខ្លួនមិនជាឲ្យសូវឲ្យតម្លៃឃើញកំហុសចាប់កំហុសមិនសូវជាយកចិត្តទុកដាក់មិនសូវជាគិតគូរពីខ្លួនចាត្រូវការយកចិត្តទុកដាក់ត្រូវការលើកទឹកចិត្តប៉ុន្តែបែរជាពួកគាត់អត់បានជួយលើកទឹក
ទឹកចិត្តឬក៏បន្ទោសថែមខុសអីតិចតួចគឺចាំចាប់កំហុសចាកត្តានេះហើយដែលជាទូទៅអ្នកដែលគាត់ជាប់ដំណើរជីវិតហ្នឹងគឺពេលវេលាដែលគាត់គិតខ្លីចាអញ្ចឹងសម្រាប់បងប្អូនដែលគាត់កំពុងតែយន់ខ្លាំងបងប្អូនអាចឆែកមើលតើដោយសារកត្តារាសីឬក៏យ៉ាងណាកត្តាមិនដឹងយើងប្រើអស់លទ្ធភាពហើយចាអញ្ចឹងអបអរសាទរសម្រាប់ម្ចាស់តារាងគឺយើងចាប់ផ្ដើមងើបហើយពីឆ្នាំហ្នឹងទៅណាចាខ្ញុំណូតបានច្រើនមែនតើដោយសារមើលទៅរំភើបចំនួនចាសម្រាប់បងប្អូនដែលគាត់មិនដឹងថាខ្លួនជាអ្នកណាចាហើយកំពុងតែជាប់ស្ទះអីកុំបាក់ទឹកចិត្តបងប្អូនអាចចំណាយពេលឆែករាសីតិចតួចទៅចាដើម្បីឲ្យយើងដឹងថាអូខេយើងជាប់គាំងទៅលើអីមានបញ្ហាអីដំណើរជីវិតយើងរបៀបម៉េចប៉ុន្តែម្ចាស់តារាងនេះមករយៈពេលហ្នឹងបងប្អូនត្រូវចាអូនត្រូវតែប្រយ័ត្នតកតងជាមួយនឹងជំងឺប្រចាំកាយចាបើសិនជាឈឺហើយក៏ថែសុខភាពទៅតែបើមិនទាន់ឈឺទៅឆែកមើលឲ្យហើយតកតងជាមួយនឹងកម្រងនោមចាផ្នែកកលៀនចាផ្លោកនោមអីហ្នឹងគឺយើងត្រូវប្រយ័ត្នកន្លែងហ្នឹងប្រយ័ត្នសុខភាពយើងកន្លែងហ្នឹងណាត្រូវឆែកមើលឲ្យហើយបើសិនជាវាឈឺតិចតួចយើងអាចការពារបានតែបើសិនជាយើងទុកឲ្យវារ៉ាំរ៉ៃគឺពិបាកខ្លាំងណាព្រោះយើងមានជាប់ឆុងខ្លាំងមកទំហឹងនៅអាយុ52ចាអញ្ចឹងពេលវេលានេះជាពេលដែលយើងត្រូវបើកទំព័រជីវិតរបស់យើងពេលវេលាដែលយើងត្រូវ check up សុខភាពរបស់យើងផងបើវាមិនតាន់ធ្វើតុកកំឡុងពេល 4-10 ឆ្នាំហ្នឹងអត់តាន់មានធ្វើតុកអីទេឬក៏តំតែអ៊ូឬក៏មានបញ្ហាអីទេត្រូវឆែកមើលឲ្យហើយកុំឲ្យវាធ្ងន់នៅពេលដែលយើងកំពុងតែប្រឹងរចាអញ្ចឹងត្រូវឆែកមើលឲ្យហើយណាចាបើសិនជាវាតែមានបញ្ហាតិចតួចយើងចាប់ផ្ដើមព្យាបាលវាតែបើសិនជាកំពុងតែឈឺហើយបន្តព្យាបាលទៀតទៅចាថែសុខភាពរបស់យើងឲ្យបានល្អមែនតើចាចឹងនៅក្នុងឆ្នាំមមីក៏ពេលវេលាដែលយើងល្អដែរប៉ុន្តែបើតាមក្បួនណាប៉ូឡេអុងជាពេលរាសីដែលមានលេខ1ឬក៏លេខ0បែបនេះគឺបងប្អូនត្រូវតែប្រយ័ត្នតកតងជាមួយនឹងបញ្ហាសុខភាពឲ្យបានខ្លាំងបំផុតចាអានេះខ្ញុំគុំមើលជូន2ចូល1ណាចាត្រាំតកតងជាមួយការឆែករាសីគឺយើងមើលជូនចាព្រោះជាក្បួនមួយដែលយើងអាចពឹងពាក់គ្នាបានចាស់ក្បួនទាំងពីរហ្នឹងអញ្ចឹងសម្រាប់រាសីរបស់អូនតកតងជាមួយនឹងរឿងលុយកាក់ទោះបីជាជួបបញ្ហាក៏នៅតែមានចូលប៉ុន្តែគ្រាន់តែពេលខ្លះមិនសមប្រកបខ្លួនឯងចាត្រូវការយើងទាមទារច្រើនពេលខ្លះតូចចិត្តពេលខ្លះប្រឹងដែរហេតុអីបានវាមិនសល់ចានឹងឯងជាពេលវេលាពីមុនមកតែឥឡូវហ្នឹងចាប់ផ្ដើមគិតពីដំណើរជីវិតថ្មីទៅចាប្រឹងឲ្យខ្លាំងលាភជ័យនឹងបានតែខ្ញុំចង់បញ្ជាក់ថាបងប្អូនដែលគាត់មើលឆែករាសីទោះបីជាមានផ្កាយទ្របឬផ្កាយសំណាងល្អឬផ្កាយជំនួយមកបើសិនជាបងប្អូនអត់ពឹងគេជួយនៅតែអត់បានចាប៉ុន្តែបើយើងដឹងចាដូចម្ចាស់តារាងរាសីនេះក៏គាត់មានចាប់ពីអាយុ34ហ្នឹងទៅគឺគាត់មានផ្កាយជំនួយជួយផ្នែកលុយកាក់ឬក៏ជួយផ្នែកគំនិតប្រាជ្ញាចាពេលវេលាហ្នឹងចង់ពឹងពាក់អ្នកដទៃគឺមានគេចាំជួយជ្រោមជ្រែងយើងខ្លាំងចាអញ្ចឹងត្រូវចាប់ឱកាសឲ្យបានចាមួយទៀតខ្ញុំសូមផ្ដាំឲ្យផ្ដាំទៀតតើទៅជាមួយនឹងសុខភាពចាហើយក៏ពេលវេលាដែលយើងមានស្នេហ៍មានមុនស្នេហ៍ចាទៅដល់ណាក៏គេចូលចិត្តគេស្រឡាញ់ដែរចាអញ្ចឹងជាពេលមួយដែលសមប្រកបខ្លាំងមែនតើចាម្ចាស់រាសីនេះបើសិនជានៅវ័យអាយុ52ដល់62ចាយើងរៀបចំខ្លួនយើងបានរួចផុតអស់
ចាប់ពី62ឡើងទៅគឺនឹងមានលុយមានទ្រព្យខ្លាំងតែម្ដងចាបើកំពុងតែគិតគូរធ្វើអីហើយនៅក្នុងវ័យហ្នឹងចាសន្សំរៀបចំដំណើរជីវិតឲ្យម៉ត់ចត់ដោយប្រុងប្រយ័ត្នដោយម៉ត់ចត់កុំឲ្យមានបញ្ហាផ្្លាត់ស្និទ្ធអីគឺជាពេលថ្ងៃមុខយើងនឹងចាប់លៀបសំណាងតែអ្វីដែលសំខាន់គឺឆែកសុខភាពឲ្យបាននិយាយរួមគឺត្រួតពិនិត្យសុខភាពរបស់យើងហ្មងបើដូចខ្ញុំជំរាបជូនអញ្ចឹងបើឈឺហើយថែបន្តព្យាបាលថែខ្លាំងបើមិនទាន់ឈឺទេឆែកមើលទៅឃើញតែបំចាប់ផ្ដើមព្យាបាលទៅហើយយើងត្រូវតែប្រយ័ត្នឲ្យបានខ្លាំងបំផុតគឺតកតងជាមួយនឹងកលៀនតម្រង់នោមរបស់យើងចាអូខេចាអញ្ចឹងតកតងជាមួយនឹងរាសីរបស់គាត់ពេលវេលា12ឆ្នាំម្ដងពេលជូតចូលមកដល់គឺជាពេលវេលាដែលមានឱកាសខ្លាំងបំផុតណាចាហើយមកដំណើរជីវិតគឺយើងឆុងជាមួយឆ្លៅហើយនឹងរោងចាត្រូវប្រយ័ត្ន2ឆ្នាំហ្នឹងពេលឆ្លៅនេះម្ដងឆុងតទល់តែម្ដងគឺឆុងផ្លាស់ប្ដូរខ្លាំងធ្វើឲ្យម្ចាស់រាសីមានការផ្លាស់ប្ដូរគ្រប់រឿងមកចាឆុងបែបនេះចាតែបើធៀបពីលើវាមានអីផ្សេងទៀតអានឹងយើងនឹងប្រាប់ប៉ុន្តែអ្វីនេះគឺធៀបពីលើមកគឺពិឃាតទៀតចាអញ្ចឹងត្រូវប្រយ័ត្នវាអត់ល្អទាំងអស់ទាំងក្រោមទាំងលើគឺពេលវេលាដែលយើងលំបាកខ្លាំងចាឆុងទាំងធៀបខាងលើចាឆុងទាំងឆ្នាំអញ្ចឹងត្រូវប្រយ័ត្នឲ្យខ្លាំងបំផុតណា52ដល់62ហើយប្រយ័ត្នអាចដំឡុងពេល10ឆ្នាំហ្នឹងជួបឆ្លើយមួយជាន់ទៀតឬក៏ហ្នឹងហើយជួបឆ្លើយមួយជាន់ទៀតជាពេលវេលាដែលពិបាកខ្លាំងហ្មងអានឹងចាំបច្ចេកនេះទៀតទៅចាគ្រាន់តែខ្ញុំរំលឹកប៉ុណ្្នឹងចាអញ្ចឹងយើងត្រូវរាប់មើលបើសិនជាចូលមកដល់ចូលឆ្លើយពឹបជាពេលវេលាមួយដែលយើងឆុងអញ្ចឹងកាត់គ្រោះកាត់អីទៅការពារខ្លាំងបំផុតហើយពេលរួងចូលមកក៏ឆុងនាំចំនួនតកតងជាមួយនឹងរួងចូលមកដល់បង្កើតផ្កាយមួយដែលធ្វើឲ្យយើងផ្កាយដូចខ្ញុំនិយាយអញ្ចឹងវារឿងមិនល្អសំណាងមិនល្អនៅក្នុងពេលហ្នឹងអញ្ចឹងយើងឆ្លងកាត់2024មួយឆ្នាំពេញហើយយើងដឹងហើយថាតើរសជាតិបែបណាចារសជាតិបែបណាអញ្ចឹងពេលដែលចូលរោងមកដល់ក៏យើងត្រូវប្រយ័ត្នពេលចូលឆ្លើយមកដល់ក៏យើងត្រូវប្រយ័ត្នអញ្ចឹងយើងប្រយ័ត្ន2ឆ្នាំហ្នឹងឲ្យបានខ្លាំងបំផុតចាអូខេខ្ញុំសូមទៅចែកប៉ុណ្ណឹងទៅព្រោះខ្ញុំណូតបានច្រើនហើយខ្ញុំក៏បញ្ចូលបន្ថែមតកតងជាមួយនឹងវីដេអូហ្នឹងបើសិនជាឆ្ងល់អីបន្ថែមចាំសួរខ្ញុំបន្ថែមទៀតបានចាអូខេជូនពរសំណាងល្អអរគុណ